រឿងរន្ធត់ខ្មោចភ្លេចវត្ថុស័ក្តិសិទ្ធិរឿងនេះគឺជារឿងរបស់លោកតាកងយ៉ានដែលគាត់មានស្រុកកំណើតនៅក្នុងស្រុកព្រាំងខេត្តតាកែវអញ្ចឹងសាច់រឿងបកមកដល់ខេត្តតាកែវមកដល់ស្រុកព្រាំងអេដមីនក៏សូមគោរពជម្រាបសួរបងប្អូនអ្នកស្រុកព្រាំងបងប្អូនអ្នកព្រៃសណ្ដែកតើបងប្អូនសុខសប្បាយទេអេដមីនក៏សូមផ្ញើការគោរពរាប់អានពីចម្ងាយផងអញ្ចឹងរឿងនេះរៀបរាប់ទៅថាតាសុយហ្នឹងគាត់បានយកវត្ថុស័ក្តិសិទ្ធិដែលគ្រួសារខ្មោចផ្លិចលើស៊ីក្លូយកមករក្សាទុករហូតមកដល់ឆ្នាំ90ជាងប្រហែលជា91 92ណាបងប្អូនគាត់រក្សាវត្ថុស័ក្តិសិទ្ធិនោះរួចហើយគាត់ក៏ចេះទាយចេះមើលណាចេះមើលអ្នកបាត់របស់បាត់គោបាត់ក្របីចំនួននោះភាគច្រើនគេចិញ្ចឹមគោរួចដល់ទៅពេលបាត់គោអញ្ចឹងគេតែងតែទៅរកតាសុយហ្នឹងមើលរួចគាត់ទាយត្រូវណាតាមដែលលោកតាកងយ៉ានគាត់រៀបរាប់ថាចង្អុលនៅកន្លែងណាគឺនៅកន្លែងហ្នឹងបើនៅចិត្តគាត់ចង្អុលចំរួចបើគោនៅឆ្ងាយឬក៏របស់នៅឆ្ងាយគាត់ចង្អុលឡើងលើបើសិនជាគាត់លើកដៃរៀងខ្ពស់ហ្នឹងរបស់ហ្នឹងកាន់តែឆ្ងាយរួចបើសិនជាគាត់ចង្អុលចំចង្អុលទាបរបស់ហ្នឹងមិនឆ្ងាយទេអញ្ចឹងដំណើរដើមតងដំបូងហ្នឹងគាត់រៀបរាប់ថានៅក្នុងឆ្នាំ1987 88ចំនួននោះលោកតាកងយ៉ានជាមួយនឹងលោកតាសុយហ្នឹងក៏គាត់ទៅធាក់ស៊ីក្លូនៅភ្នំពេញជាមួយគ្នាហើយក៏បានស្គាល់មិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតនៅក្នុងភូមិស្រុកក្បែរគ្នាណាក៏ប៉ុន្តែទៅស្គាល់គ្នានៅភ្នំពេញនោះអញ្ចឹងដំណើរធាក់ស៊ីក្លូហ្នឹងគេថាជួលស៊ីក្លូគេអញ្ចឹងទៅធាក់បានប្រមាណឲ្យថ្លៃស៊ីក្លូគេនៅសល់ប្រមាណអញ្ចឹងគាត់សន្សំទុករួចសន្សំទុកហ្នឹងមិនហ៊ានចាយវាប្រទេសផ្ដាស់ទេពីព្រោះអីថាប្រពន្ធកូននៅផ្ទះឯនេះរងចាំតែលុយកាក់ពីខាងគាត់រកពីភ្នំពេញមកអញ្ចឹងណារួចគាត់ប្រាប់ថាចំនួននោះស៊ីក្លូច្រើនមិនដឹងថាអ្នកធាក់ស៊ីក្លូមកពីស្រុកណាខ្លះទេចង្អៀតគ្នាពិបាករកអញ្ចឹងណារួចដល់ទៅពេលពិបាករកពេលថ្ងៃអញ្ចឹងទៅគាត់ក៏បែកគំនិតជាមួយនឹងតាសុយហ្នឹងថានាំគ្នាធាក់ពេលយប់អញ្ចឹងទៅពីព្រោះអីពេលយប់មិនសូវមានអ្នកធាក់អ្នកដឹកទេអញ្ចឹងយើងដឹកពេលថ្ងៃយប់ម៉ោងប្រហែលជា9 10ទៅយើងយកស៊ីក្លូហ្នឹងទៅឲ្យម្ចាស់ឬក៏ទៅបង់លុយឲ្យថ្លៃស៊ីក្លូអញ្ចឹងណានិយាយប្រាប់ទៅថៅកែស៊ីក្លូហ្នឹងតាមដំណើរតំណងហ្នឹងទៅអញ្ចឹងកាលនោះគាត់ប្រាប់ថានិយាយគ្នាហើយហ្នឹងក៏នាំគ្នាធាក់ស៊ីក្លូរហូតដល់យប់ស្រាប់តែវេលាថ្ងៃមួយកាលនោះគាត់ប្រាប់ថាគាត់មិនបានដឹងទេឮតែតាសុយជីវិតភ័ក្រគាត់នោះនិយាយប្រាប់គាត់ថាគាត់បានដឹកភ្ញៀវហ្នឹងមានម្ដាយចាស់ហ្នឹងម្នាក់មានកូនតូចហ្នឹង2នាក់ហើយនឹងមានអ៊ំស្រីម្នាក់ហ្នឹងអាយុប្រហែលជាសបាគាត់ជិះស៊ីក្លូរបស់គាត់ទៅថានាំគ្នាជិះឡើងណែនអញ្ចឹងណាកណ្ដាលនោះហើយគាត់ប្រាប់ថាដឹកសំដៅទៅម្ដុំផ្សារដើមថ្កូវមិនដឹងថាកន្លែងណាទេអត់មានដឹងទេអញ្ចឹងពេលដែលគាត់ដឹកនោះគាត់ប្រាប់ថាម៉ោង 7:10 ទៅហើយគាត់ប្រឹងធាក់ស៊ីក្លូក្លើសអញ្ចឹងទៅក៏ទៅដល់កន្លែងផ្ទះរបស់គេរួចគាត់ប្រាប់ថាស្ងាត់ជ្រងំតែម្ដងមានតែគ្រួសារនឹងទេដែលគឺថាមិនទាន់គេមិនទាន់សម្រានឬក៏មានតែគ្រួសារនឹងទេដែលគាត់បានឃើញក្រៅពីនឹងអត់មានឃើញអ្នកណាទាំងអស់អញ្ចឹងវេលានោះគាត់ទៅដល់កន្លែងហ្នឹងហើយអ្នកជិះស៊ីក្លូគាត់ហ្នឹងក៏ចុះពីស៊ីក្លូរួចចុះពីស៊ីក្លូអញ្ចឹងទៅក៏គាត់ប្រាប់ថាសម្ភារៈផ្សេងនេះជញ្ជូនអស់ហើយនៅសល់តែរូបចម្លាក់ព្រះគោណាបងប្អូនរូបចម្លាក់សត្វគោឬក៏និយាយថាព្រះគោអញ្ចឹងចុះនៅក្នុងស៊ីក្លូរបស់គាត់រួចពេលនោះគេថាមិនទាន់បានឲ្យលុយគាត់ទេដោយគេចុះពីស៊ីក្លូហ្នឹងក៏គេនាំគ្នាដើរសម្ដៅទៅផ្ទះរបស់គេរួចពេលនោះគាត់គ្រាន់តែថាកលេចមើលក្នុងស៊ីក្លូរបស់គាត់ហ្នឹងមានសល់រូបចម្លាក់មួយបំរុងនឹងហៅឲ្យគេយកស្រាប់តែអ្នកជិះស៊ីក្លូរបស់គាត់បាត់មួយរំពេចទាំងចាស់ទាំងក្មេងទាំងយាយដែលជាម្ដាយក៏ដើរយឺតនោះក៏បាត់ដូចគ្នាអញ្ចឹងវេលានោះតាសុយប្រាប់ថាគាត់ព្រឺសម្បុរខ្ញាក់តែម្ដងរួចដល់ទៅពេលព្រឺសម្បុរខ្ញាក់បាត់ភ្លាមគាត់ក៏កលេចមកមើលក្នុងរមាក់របស់គាត់ហ្នឹងឃើញរូបចម្លាក់ហ្នឹងហើយគាត់ក៏កាន់រូបចម្លាក់ហ្នឹងស្រែកហៅទៅម្ចាស់រូបណាថាភ្លេចរបស់ហើយអញ្ចឹងវេលានោះគេក៏ស្រែកប្រាប់មកវិញថាឲ្យតែឯងយកទៅថែរក្សាផងគេនិយាយប៉ុណ្ណឹងក៏ប៉ុន្តែសម្លេងនោះមិនដឹងមកពីណាទេគាត់ប្រាប់ថាគាត់ភ័យគាត់ខ្លាច
ដល់ទៅពេលគេនិយាយអញ្ចឹងគាត់ហ្នឹងក៏មិននៅយូរដែរនឹកឃើញថាគេមិនឲ្យលុយក៏ឲ្យចុះពីព្រោះអីស្ងាត់ឈឹងអញ្ចឹងមិនដឹងថាមានអ្នកខូចអ្នកកាយប៉ុនប៉ងធ្វើបាបគាត់យ៉ាងម៉េចយ៉ាងម៉ានោះពីព្រោះអីគាត់ម្នាក់ឯងអញ្ចឹងគាត់ក៏បត់ស៊ីក្លូរបស់គាត់ចេញមកវិញរួចបត់ស៊ីក្លូរបស់គាត់ចេញមកវិញគាត់ថាមានអ្នកឈរពីក្រោយស៊ីក្លូរបស់គាត់ហ្នឹងសុទ្ធតែជាអ្នកស្លៀកសពាក់សរួចគាត់ក៏លេងទៅឃើញស្ទងអញ្ចឹងណាបងប្អូនវេលានោះគាត់ប្រាប់ថាព្រឺក្បាលខ្ញាក់ប្រឹងធាក់ស៊ីក្លូឲ្យលឿនវិលត្រឡប់មកកន្លែងដើមវិញរួចពេលវិលត្រឡប់មកកន្លែងដើមវិញហ្នឹងមកបាត់លោកតាកងយ៉ាននេះដែលជាគ្នារបស់គាត់ណាពេលដែលតស៊ុយគាត់មកដល់កន្លែងហ្នឹងអត់ឃើញលោកតាកងយ៉ានទេរួចលោកតាកងយ៉ានគាត់ប្រាប់ថាគាត់ទៅកន្លែងថៅកែហើយទៅបង់លុយឲ្យគេពីព្រោះអីថារៀងអស់កម្លាំងអញ្ចឹងអត់បន្តទៀតទេអញ្ចឹងខណៈនោះតស៊ុយហ្នឹងក៏គាត់សម្ដៅទៅផ្ទះថៅកែបង់ឲ្យថ្លៃស៊ីក្លូហ្នឹងហើយក៏នាំគ្នាទៅផ្ទះជាមួយនឹងលោកតាកងយ៉ានជួបគ្នាកន្លែងហ្នឹងមកដល់ផ្ទះគាត់ក៏រៀបរាប់ដំណើរតំណងសាច់រឿងប្រាប់លោកតាកងយ៉ាននេះថាពេលដែលគាត់ដាក់ទៅមួយស៊ីក្លូពេញព្រៀបមានចាស់មានក្មេងមានទាំងយាយចាស់នោះអ្នកទាំងអស់គ្នាហ្នឹងមិនមែនជាមនុស្សទេគាត់និយាយធ្វើមុខធ្វើមាត់ភ័យខ្លាចអញ្ចឹងណារួចលោកតាយ៉ាននេះក៏គាត់សួរទៅវិញថាមិនបានដឹងថាមិនមែនមនុស្សតស៊ុយនឹងក៏ប្រាប់ថាមនុស្សយ៉ាងម៉េចបើគ្រាន់តែចុះពីស៊ីក្លូភ្លាមថាក្មេងៗទៅដើរលឿនចុះយាយម្នាក់ដែលដើរត្រឹកនោះដូចដែលឃើញទាំងអស់គ្នាឡើងស៊ីក្លូចង់រួចផងរួចចុះពីស៊ីក្លូនឹងដើរកោងមួយចំហៀនត្រូវចំណាយពេលប្រហែលជា1នាទី2នាទីឯណោះស្រាប់តែចុះពីស៊ីក្លូហ្នឹងតែមួយរំពេចបាត់ទាំងអស់បាត់ទាំងក្មេងបាត់ទាំងចាស់វេលានោះគាត់ប្រាប់ថាគ្រាន់តែបាត់អញ្ចឹងគាត់ព្រឹងសម្បល់ខ្ញារួចហើយមើលទៅក្នុងស៊ីក្លូឃើញនេះរបស់នេះមួយឲ្យតាកងយ៉ានគាត់មើលអញ្ចឹងណារបស់ហ្នឹងជារូបចម្លាក់ព្រះគោរួចរូបចម្លាក់ព្រះគោនោះមិនមែនថាជាសម្រិតសុទ្ធឬក៏លង្ហិនឬក៏ស្ពាន់សុទ្ធទេបងប្អូនដូចថាលាយគ្នាអញ្ចឹងណាគាត់ប្រាប់ថាបើចំនួននេះមិនដឹងថាលោកបានប្រមាណទេអញ្ចឹងវេលានោះលោកតាកងយ៉ានគាត់ក៏មើលរបស់ហ្នឹងគាត់ប្រាប់ថាលើកទៅជាស្រាប់ធ្ងន់យឹបសង្ស័យទៅសម្រិតផងរួចតស៊ុយនឹងគាត់ប្រាប់ថាតាមតែគាត់មើលរបស់នេះមិនមែនសម្រិតទេមិនមែនសម្រិតសុទ្ធទេគ្រាន់តែថាលាយអញ្ចឹងណាអញ្ចឹងកណ្ដានោះឯងគាត់ក៏និយាយបន្តទៀតថាមិនដែលមនុស្សឯណាដើរលឿនយ៉ាងហ្នឹងរួចមើលទៅផ្ទះជួរអញ្ចឹងបើសិនជាដើរទៅតាមផ្លូវហ្នឹងអាចនឹងមើលឃើញតែបើសិនជាចូលក្នុងផ្ទះក៏គួរតែបើកភ្លើងហេតុអីក៏មិនឆឹងរួចអ្នកទាំងអស់គ្នាហ្នឹងបំលាស់ទីលឿនក៏លេចមើលសឹងតែមិនទាន់គ្រាន់តែចុះពីស៊ីក្លូកាលដែលឡើងនោះម្នាក់ឡើងមិនចង់រួចដល់ទៅពេលចុះវិញហ្នឹងទាំងយាយចាស់ហ្នឹងក៏លឿនដែរអញ្ចឹងគាត់រអ៊ូរទាំម្នាក់ឯងចឹងទៅសង្ស័យថាជាខ្មោចសង្ស័យថាខ្មោចលងអីចេះចុះតាកងយ៉ានក៏ប្រាប់ថាបើខ្មោចលងក៏លងចុះគេទុករបស់ឲ្យហើយថែរក្សារបស់ហ្នឹងទៅថ្ងៃក្រោយអាចនឹងគេជួយយើងវិញប្រាប់ទៅតស៊ុយហ្នឹងឲ្យតស៊ុយហ្នឹងក៏លែងខឹងទៅយករបស់ហ្នឹងយកទៅទុករក្សាអញ្ចឹងណារួចដល់ទៅពេលស្អែកខាន់ស្អែកឡើងគាត់ប្រាប់ថាគាត់រត់ឬក៏ធាក់ស៊ីក្លូហ្នឹងចេះតែមានម៉ួយកាក់កបជាហោហាយចឹងទៅបានលុយបានកាក់គាត់មកលេងផ្ទះជាមួយនឹងអ៊ំកងយ៉ានមកដល់ផ្ទះរៀបរាប់ដំណើរតំណងសាច់រឿងពាក់ព័ន្ធជាមួយនឹងរូបចម្លាក់ឲ្យប្រពន្ធរបស់គាត់ហ្នឹងថែរក្សាទុកនៅផ្ទះអញ្ចឹងគាត់ក៏ទៅធាក់ស៊ីក្លូបន្តទៀតអញ្ចឹងណាបងប្អូនគាត់ប្រាប់ថាពេលដែលបានរូបចម្លាក់ហ្នឹងមកថែរក្សាឬក៏ប្រពន្ធរបស់គាត់ក៏រូបបូជានោះគាត់នៅភ្នំពេញឯនោះចេះតែមានម៉ូជីហោហែក៏ប៉ុន្តែគ្រាន់តែថាជួបរឿងរន្ធត់ហ្នឹងជាបន្តកាលពីមុនមិនដែលជួបទេរួចដល់ទៅពេលខ្មោចលងម្ដងមកគាត់ប្រាប់ថាដូចជាដាស់អញ្ចឹងទៅលេខទៅកន្លែងណាក៏ដោយឲ្យតែផ្លូវស្ងាត់គឺតែងតែឃើញខ្មោចសំបីតែផ្ទះគេទុកចោលណាបងប្អូនអត់មានមនុស្សនៅគាត់ក៏លេចមើលមកផ្លែអញ្ចឹងទៅឃើញមានប្តីមានប្រពន្ធមានកូនកំពុងតែអង្គុយបលែងគ្នាលេងសើចសប្បាយគាត់ងាកមុខចេញមកបន្តិចក៏លេចទៅវិញមនុស្សទាំងអស់នោះបានចេញពីកន្លែងហ្នឹងអញ្ចឹងគាត់ដឹងថាជាខ្មោចគាត់ឃើញមកផ្លែអញ្ចឹងណារួចដល់ទៅពេលមកដល់ឆ្នាំកៅជាងឆ្នាំ91 92ហ្នឹងគឺថាគាត់លេងធាក់ស៊ីក្លូហើយបងប្អូនចាប់ផ្ដើមមានម៉ូតូឌុបមានអ្នកណាគេធូធាអញ្ចឹងទៅគេពេញម៉ូតូឌុបមានរមាក់ឲ្យជាដើមអញ្ចឹងទៅក៏ស៊ីក្លូហ្នឹងរកលេងសូវបានគាត់ក៏ត្រឡប់មកផ្ទះវិញតាកងយ៉ានក៏មកតស៊ុយហ្នឹងក៏មកស្រុកមកផ្ទះអញ្ចឹងទៅធ្វើស្រែធ្វើចំការលេងទៅរកស៊ីនៅភ្នំពេញរួចដល់ទៅពេលលេងទៅរកស៊ីនៅភ្នំពេញទៅធាក់ស៊ីក្លូហ្នឹងតស៊ុយហ្នឹងគាត់នៅផ្ទះទំនេរគាត់ក៏យករូបចម្លាក់ហ្នឹងយកមកមើលរួចរូបចម្លាក់ហ្នឹងគាត់ប្រាប់ថាសម័យមុនមិនដឹងថាកោសយ៉ាងម៉េចអីយ៉ាងម៉េច
ពីសោតយ៉ាងមិនអត់ដឹងទេដឹងត្រឹមតែថាមើលចោះមើលឡើងស្ទាបទៅតិចរួចហើយនឹងក៏យកទុកទៅលើហឹងវិញរួចប្រហែលជា3-4 ខែក្រោយមកគាត់មិនចាំថាថ្ងៃណាទេនៅថ្ងៃមួយនោះកូនរបស់តាស៊ុយហ្នឹងគាត់បាត់គោរួចគាត់បាត់គោអញ្ចឹងទៅស្រាប់តែតាស៊ុយនោះគាត់មិនដែលចេះទាយពីមុនមកទេបងប្អូនហើយគាត់ក៏បិទភ្នែកហើយគាត់រកនឹកមើលថាគោរបស់គាត់ហ្នឹងទៅកន្លែងណាខ្លះកាលពីមុនមកណាគោហ្នឹងវាឧស្សាហ៍ដើរទៅកន្លែងនេះទៅកន្លែងនោះអញ្ចឹងគាត់បិទភ្នែកហ្នឹងគឺបិទសម័យមើលថាគោពីមុនហ្នឹងនៅកន្លែងណាអញ្ចឹងគាត់ឲ្យកូនរបស់គាត់ទៅរកកន្លែងហ្នឹងរួចដល់ទៅពេលគាត់បិទភ្នែកទៅគាត់មើលឃើញគោតែម្ដងកាលពីមុនមិនអញ្ចឹងទេគាត់ប្រាប់ថាកាលពីមុនរកនឹកបិទភ្នែកនឹកមើលថាគោនៅកន្លែងណាវាធ្លាប់ស៊ីក៏ប៉ុន្តែមិនមើលឃើញគោណាបងប្អូនស្រាប់តែលើកនេះបិទភ្នែកមើលឃើញគោរួចហើយគាត់ក៏ប្រាប់កូនរបស់គាត់ថាឲ្យទៅឲ្យលឿនគោនឹងជិតដើរចេញពីកន្លែងហ្នឹងហើយខ្លាចពិបាកចាប់ណាឲ្យទៅក្រោយផ្ទះក្បែរដើមត្នោត2នោះកន្លែងហ្នឹងមានទឹកមានតកួននៅកន្លែងហ្នឹងផងកំពុងតែស៊ីតកួនគេហើយគាត់មើលឃើញអញ្ចឹងកូនប្រុសរបស់គាត់រត់ទៅឃើញគោនឹងកំពុងតែស៊ីតកួនមែនរួចពេលឃើញគោស៊ីតកួនកូនប្រុសរបស់គាត់ក៏ចាប់គោមកដល់ទៅពេលចាប់គោមកអញ្ចឹងទៅគាត់ក៏ស្រែកប្រាប់តាស៊ុយដែលជាឪពុកនោះថាពុកអើយគោយើងកំពុងតែស៊ីតកួនគេមែនហេតុអីបានពុកឯងដឹងអញ្ចឹងណាវេលានោះតាស៊ុយនោះក៏គាត់ឆ្ងល់ខ្លួនឯងដែរអញ្ចឹងគាត់ព្យាយាមបិទភ្នែកមើលសត្វធាតុនៅក្នុងភូមិសត្វអ្នកណាឈឺសត្វអ្នកណាត្រូវបាត់បង់ពីមុនមកនៅកន្លែងណាកន្លែងណីអញ្ចឹងណាបងប្អូនវេលានោះគេថាវត្ថុស័ក្តិសិទ្ធិដែលខ្មោចគេទុកឲ្យនោះចាប់ផ្ដើមឃុំក្រងថែរក្សាគាត់អញ្ចឹងណាជួយឲ្យគាត់មើលធ្លុះជួយឲ្យគាត់មើលឃើញហ្នឹងគាត់ក៏ចាប់ផ្ដើមចេះទីពីពេលហ្នឹងមកអញ្ចឹងពេលដែលគាត់មើលច្បាស់មើលត្រូវអ្នកភូមិហ្នឹងចេះតែមករកគាត់មើលគោនោះវាបាត់ទៅឯណាបាត់ 2-3 ថ្ងៃហើយអ្នកខ្លះបាត់មួយល្ងាចអ្នកខ្លះហ្នឹងក៏រកមិនឃើញរយៈពេល 2-3 ថ្ងៃរួចដល់ទៅពេលមកមើលគាត់អញ្ចឹងទំនប់មិនច្រើនទេបងប្អូននៅចំនួននោះមានបន្តិចបន្តួចអញ្ចឹងទៅក៏ហុចជូនគាត់ទៅគាត់ក៏បាត់ភ្នែកទៅឃើញគោនៅកន្លែងនេះនៅកន្លែងនោះគាត់ប្រាប់ម្ចាស់គោហ្នឹងថាឲ្យទៅឲ្យលឿនប្រហែលជា1 ម៉ោង 2 ម៉ោងទៀតគោនឹងអាចនឹងដើរចេញពីកន្លែងហ្នឹងអញ្ចឹងទៅឲ្យតាន់កុំឲ្យគោនឹងចេញពីកន្លែងហ្នឹងរួចពេលនោះម្ចាស់គោទៅដល់ក៏ឃើញគោនឹងនៅកន្លែងហ្នឹងមែនរួចគោនឹងបំរុងនឹងដើរចេញពីកន្លែងហ្នឹងម្ចាស់ទៅតាន់ចាប់គោយកមកវិញអញ្ចឹងក៏ចាប់ផ្ដើមល្បីល្បាញណាបងប្អូនថាតាស៊ុយនោះទាយឆុតទាយបកែទាយច្បាស់អញ្ចឹងតាស៊ុយនឹងក៏គាត់ចេះតែទាយឲ្យអ្នកស្រុកអ្នកភូមិអ្នកខ្លះបាត់ជ្រូកអ្នកខ្លះបាត់គោអ្នកខ្លះបាត់ក្របីអ្នកខ្លះបាត់សេះអ្នកខ្លះក៏បាត់អ្នកគល់បាត់ប្រទេសគាត់ចេះតែមើលហោហែទៅថាគេយកទៅកន្លែងណាទុកផ្ទះណាគេលក់ឲ្យអ្នកណាគាត់មើលឃើញអញ្ចឹងណាបងប្អូនគណៈនោះគាត់កាន់តែល្បីល្បាញទៅអ្នកភូមិនោះក៏ចាប់ផ្ដើមជឿជាក់លើគាត់ឲ្យតែមានរបស់របរបាត់នោះគឺតែងតែមករកគាត់អញ្ចឹងដល់ទៅពេលមករកគាត់រហូតមកដល់ឆ្នាំ2000ប្រហែលជា2001ឬក៏2002ចន្លោះហ្នឹងតាស៊ុយហ្នឹងគាត់ឈឺនឹងឈឺដោយសារអីបងប្អូនដែរឈឺដោយសារតែគាត់មិនបានគោរពដល់រូបចម្លាក់ហ្នឹងអញ្ចឹងណាគាត់ប្រាប់ថារូបចម្លាក់នោះស័ក្តិសិទ្ធិពេលដែលមានគេសុំមើលគាត់តែងតែឲ្យគេមើលអ្នកខ្លះទៅក៏ដាក់លើភ្លៅអ្នកខ្លះទៅក៏ដាក់លើក្បាលជង្គង់អ្នកខ្លះទៅក៏ចាប់ផ្អៀងផ្អងបង្វិលមើលកន្លែងនេះកន្លែងនោះបង្វិលទៅបង្វិលមកអញ្ចឹងទៅរូបចម្លាក់នោះគេខឹងបារមីនឹងគេខឹងអញ្ចឹងទៅគេធ្វើឲ្យគាត់ឈឺរួចដល់ទៅពេលធ្វើឲ្យគាត់ឈឺបងប្អូនហើយក៏មានគ្រូមួយទៀតគ្រូហ្នឹងជាមិត្តភក្តិតាស៊ុយហ្នឹងមួយគ្រូមិនដឹងថាគាត់រៀនរបៀបអីទេដឹងត្រឹមតែថាគាត់ចេះព្យាបាលអ្នកឈឺក៏ប៉ុន្តែមិនមែនថាឈឺធ្ងន់ឬក៏ព្យាបាលបានទាំងអស់ទេបងប្អូនគឺថាមានថ្នាំខ្មែរគាត់ចេះពីគ្រូពីមុនមកអញ្ចឹងណារៀនតពីគ្រូគាត់អញ្ចឹងទៅគាត់ព្យាបាលអ្នកខ្លះក៏ជាអ្នកខ្លះក៏មិនជាស្រាប់តែតាស៊ុយនឹងគាត់ឈឺហើយមិត្តភក្តិរបស់គាត់ហ្នឹងអ្នកដែលចេះទាយដោយគាត់ដែរនោះឲ្យមកមើលរួចដល់ទៅពេលគាត់មកមើលបងប្អូនគាត់ជាមនុស្សមិនល្អគាត់ចង់បានរូបចម្លាក់ហ្នឹងតែមិនដឹងធ្វើយ៉ាងម៉េចបានអញ្ចឹងហៅឲ្យគាត់មកព្យាករឲ្យគាត់មកមើលជាចេតនារបស់គាត់ឬក៏ជាឱកាសល្អរបស់គាត់ពេលដែលមកមើលអញ្ចឹងទៅគាត់ក៏គុណគូមើលថាផ្ទះហ្នឹងមានវត្ថុចង្រៃនៅលើផ្ទះហ្នឹងទើបធ្វើឲ្យស៊ុយឯងនឹងឈឺព្រោះឈឺនេះមើលមិនជាទេមើលយ៉ាងណាក៏មិនជាដែរបើសិនជាមិនយករបស់នោះចេញពីផ្ទះរួចពេលនោះតាស៊ុយគាត់មិនចង់ជឿទេបងប្អូនណាគាត់ប្រាប់ថាវត្ថុហ្នឹងជួយឲ្យខ្ញុំចេះមើលជួយឲ្យខ្ញុំចេះទាយជួយឲ្យខ្ញុំហ្នឹងបានគាត់ប្រសើរហេតុអីក៏ថាវត្ថុនឹងចង្រៃគ្រូហ្នឹងក៏ប្រាប់ថាកាលពីមុនវាពីមុនតែឥឡូវនេះវាផ្សេងគេដូរម្ចាស់ហើយម្ចាស់ពីមុននោះជួយស៊ុយឯងតែម្ចាស់នេះអត់ជួយទេ
មានតែធ្វើបាបសុយឯងបើសិនជាសុយឯងទុករបស់នឹងនៅលើផ្ទះអញ្ចឹងជីវិតសុយឯងនឹងត្រូវតែបាត់បង់រួចកូនប្រពន្ធសុយឯងនឹងក៏ត្រូវតែឆ្លោះប្រកែកគ្នាវិនិច្ឆ័យសាបសូន្យនឹងតែគ្រួសារតែម្ដងប្រភ័យគាត់អញ្ចឹងណាបងប្អូនវេលានោះមនុស្សកំពុងតែឈឺផងបងប្អូនណាមិនបានគិតគូរវែងឆ្ងាយទេគ្រូប្រាប់អញ្ចឹងឬក៏គ្នារបស់គាត់ជាគ្រូប្រាប់អញ្ចឹងហើយគាត់ក៏យល់ព្រមយករបស់ហ្នឹងយកទៅប្លង់ចោលក្នុងវិហារយកទៅថ្វាយក្នុងវិហារអញ្ចឹងណាគាត់អុជធូបសុំតម្កល់វត្ថុស័ក្តិសិទ្ធិនេះនៅជាមួយខ្ញុំវាយូរឆ្នាំហើយជួយឲ្យកូនចៅចម្រុងចម្រើនតែឥឡូវនេះលោកបិទលោកបាំងមិនដឹងថាខឹងកូនចៅរឿងអីទេឲ្យកូនចៅឈឺឥឡូវនេះសូមអស់លោកមកគង់នៅក្នុងវិហារនេះទៅកូនចៅអស់និស្ស័យជាមួយអស់លោកហើយនិយាយប៉ុណ្ណឹងអុជធូប3សរសៃតម្កល់រូបចម្លាក់ព្រះគោនឹងទុកនៅមុខបល្ល័ង្កព្រះអញ្ចឹងណាបងប្អូនគ្រាន់តែថាទុកប្រហែលជាកន្លះម៉ោងណាតាស៊ុយនឹងដើរចេញមិនទាន់ទៅផុតវត្តស្រួលផងគ្រូដែលជាមិត្តភក្តិរបស់គាត់នឹងទៅលួចយករបស់នឹងបានអញ្ចឹងវេលានោះបងប្អូនណាគាត់អុជធូបហើយមិនដឹងថាយ៉ាងម៉េចគាត់តាមមិនទាន់ទៅផុតវត្តផងគាត់នឹកភ្នោកថាមិនស្រួលទេទុកនៅកន្លែងហ្នឹងអាចនឹងមានគេយកអញ្ចឹងដូរទីតាំងរកកន្លែងទុកនៅខាងលើវិញអញ្ចឹងណាទុកនៅក្នុងបល្ល័ង្កក៏ប៉ុន្តែមានកន្លែងបិទបាំងកុំឲ្យគេឃើញគ្រាន់តែថាគាត់នឹកអញ្ចឹងដើរត្រឡប់ទៅវិញវត្ថុស័ក្តិសិទ្ធិនោះបាត់ទៅហើយអញ្ចឹងវេលានោះគាត់មិនបានដឹងថាអ្នកណាយកគាត់មិនបានដឹងថាអ្នកណាគេប៉ុនប៉ងទេគាត់មកដល់ផ្ទះវិញហ្នឹងក៏ឃើញគ្រូម្នាក់ហ្នឹងនៅអង្គុយផ្ទះគាត់ធ្វើមិនដឹងអញ្ចឹងគាត់អត់មានសង្ស័យទេបងប្អូនណាព្រោះគាត់ក៏និយាយថាមិនដឹងអាចង្រៃណាទេអត់មានសុំស្មាតោអុជធូបរលត់សឹងតែមិនទាន់ផងវាយកវត្ថុស័ក្តិសិទ្ធិទៅបាត់ហើយមិនដឹងថាវាយកទៅធ្វើអីវាទេអញ្ចឹងវេលានោះគ្រូហ្នឹងក៏និយាយថាហើយអ្នកណាចង់បានក៏យកទៅរបស់ហ្នឹងយកទៅគឺក្តៅក្រហាយហើយអញ្ចឹងវេលានោះបងប្អូនណាតាស៊ុយហ្នឹងគាត់លែងចេះមើលលែងចេះទាយបូករួមទាំងជំងឺរបស់គាត់ដែលវត្ថុស័ក្តិសិទ្ធិនោះបារមីក្រងគេខឹងដោយសារតែគាត់ហ្នឹងមិនលាក់បាំងដោយសារតែគាត់ទៅបង្ហាញគេឲ្យមើលគ្រប់គ្នារួចឥឡូវនេះត្រូវយកទៅប្លង់ចោលមានអ្នកលួចបន្តទៀតអញ្ចឹងទៅតាស៊ុយហ្នឹងក៏កាន់តែឈឺធ្ងន់រួចកាន់តែឈឺធ្ងន់ហ្នឹងគ្រូម្នាក់នោះតែជាមិត្តភក្តិលួចយករបស់ហ្នឹងទៅបានរបស់ហ្នឹងហើយក៏ដូចថាអុជធូបខ្សែនៅមន្តអាគមផ្សេងអញ្ចឹងណាឲ្យថែរក្សាគាត់វិញអញ្ចឹងទៅគាត់នឹងរៀបចំអាសនៈឲ្យត្រឹមត្រូវកុំឲ្យនៅដូចផ្ទះតាស៊ុយហ្នឹងនៅកន្លែងនេះកន្លែងនោះផ្លាស់ប្ដូរទីតាំងមិនទៀងទាត់ឲ្យតែថែរក្សាកូនចៅប្រាប់កូនចៅអំពីដំណឹងផ្សេងកូនចៅនឹងរៀបអាសនៈថ្វាយអញ្ចឹងវេលានោះបងប្អូនណាគ្រូនឹងរៀបអាសនៈថ្វាយអញ្ចឹងទៅក៏ដូចថាគាត់ប្រសើរបានមួយរយៈរួចគាត់ទៅព្យាបាលតាស៊ុយហ្នឹងបាទសំទោសតាស៊ុយហ្នឹងគាត់ក៏បានធូរបានជារួចដល់ទៅពេលបានធូរបានជាហ្នឹងមិនយូរប៉ុន្មានទេបងប្អូនដែរដូចថារបស់នោះគេចង់មកនៅជាមួយម្ចាស់ដើមក៏ប៉ុន្តែម្ចាស់ដើមមិនដឹងទៅរករបស់នោះនៅកន្លែងណាអញ្ចឹងគេខឹងគេសម្បាក៏ធ្វើឲ្យតាស៊ុយនេះឈឺម្ដងទៀតរួចឈឺម្ដងទៀតនឹងអ៊ំយ៉ានឹងប្រាប់ថាឈឺលើកនេះធ្ងន់ណាស់ធ្ងន់ស្ទើរទៅថាបាត់បង់ជីវិតមូលហេតុហ្នឹងគឺអញ្ចេះនៅសុកស្រាប់តែគាត់រឹងហ្នឹងគឺតាំងពីគឺថាម្រាមជើងរហូតដល់កករបស់គាត់ណាបងប្អូនបើឈរគឺឈរផ្អែកជញ្ជាំងឈរផ្អែកសសរហ្នឹងគឺរឹងកញ្ញង់នៅកន្លែងហ្នឹងមានគេគ្រាគាត់ឲ្យមកអង្គុយហ្នឹងក៏អង្គុយមិនកើតដេកក៏ដេកមិនកើតដោយសារតែគាត់សម្រានទៅជើងរបស់គាត់នឹងត្រូវលើកឡើងលើត្រង់អញ្ចឹងទៅដៃរបស់គាត់ដូចថាធ្វើកាយវិការយ៉ាងម៉េចគឺនៅកញ្ញង់អញ្ចឹងណាបងប្អូនរហូតទាល់តែកូនប្រពន្ធរបស់គាត់នឹងយកទៅមន្ទីរពេទ្យខេត្តតាកែវនឹងគេប្រាប់ថាគាត់មានជាតិពុលនៅក្នុងខ្លួនអញ្ចឹងគេចាក់ថ្នាំប្រសាបជាតិពុលយ៉ាងណាក៏នៅតែមិនជានៅតែរឹងកញ្ញង់អញ្ចឹងទៅគេក៏ប្រាប់ថាគេអស់លទ្ធភាពមើលហើយឲ្យបញ្ជូនទៅភ្នំពេញរួចពេលនោះបញ្ជូនទៅភ្នំពេញទៅដល់នោះក៏រឹងកញ្ញង់ទៀតអញ្ចឹងទៅក៏បំរុងជូនទៅខាងវៀតណាមក៏ប៉ុន្តែដោយសារតែជីវភាពរបស់គាត់នោះមិនគាត់ប្រសើរអញ្ចឹងទៅបងប្អូនអត់មានលុយមានកាក់សម្រាប់យកទៅព្យាបាលនៅខាងវៀតណាមទេអញ្ចឹងក៏ស្នាក់នៅភ្នំពេញមួយរយៈហ្នឹងក៏យកមកពេទ្យទីរួមខេត្តតាកែវវិញសម្រាប់នៅកន្លែងហ្នឹងពេទ្យគេចាក់ថ្នាំឲ្យក៏ប៉ុន្តែគេប្រាប់ថាអត់ជាទេឲ្យយកគាត់មកផ្ទះទៅគាត់ឃ្លានអីឲ្យគាត់ហូបហ្នឹងទៅពីព្រោះអីថាមិនយូរទេគាត់នឹងលាកូនចៅហើយអញ្ចឹងគណៈនោះឯងអ៊ំយ៉ានប្រាប់ថាកូនប្រពន្ធរបស់គាត់ទាំងអស់សង្ឃឹមសាច់ញាតិបងប្អូនហ្នឹងគឺអស់សង្ឃឹមតែសារតែគ្រូពេទ្យហ្នឹងឲ្យត្រឡប់មកផ្ទះវិញគាត់ឃ្លានរបស់អីឲ្យហូបរបស់ហ្នឹងអញ្ចឹងគាត់ដូចថាដឹងខ្លួនទាំងអស់គ្នាណាសំបីតែខ្លួនតាស៊ុយហ្នឹងក៏គាត់ដឹងដែរត្បិតថាគាត់និយាយមិនបានរឹងមាត់រឹងអណ្ដាតរឹងដៃរឹងជើងរឹងខ្លួនតែជារបស់គាត់នៅស្ដាប់ឮ
ពេលដែលគ្រូពេទ្យនិយាយអញ្ចឹងហើយឃើញគាត់ហូរទឹកភ្នែកអញ្ចឹងណាមិនដឹងថាគាត់នៅអាឡោះអាល័យប្រពន្ធកូនរបស់គាត់ឬក៏យ៉ាងណាអញ្ចឹងពេលនាំតាស៊ុយហ្នឹងត្រឡប់មកដល់ផ្ទះលោកអាចារ្យគណៈកម្មការលោកមេភូមិក៏បានរៀបចំធ្វើសង្ឃហៈជូនដល់គាត់ដើម្បីដូចថាបានជាបច្ច័យហ្នឹងសូត្រធរឲ្យតាស៊ុយឆ្លងធរអញ្ចឹងណាដូចថាមុននឹងលាចាកពីផែនដីទៅគឺអត់មានយកអ្វីទៅតាមទេមានតែបុណ្យកុសលនិងព្រះធម៌ដែលស្ដាប់ទៅធ្វើឲ្យពលឹងវិញ្ញាណចិត្តហ្នឹងវាស្ងប់រងាប់អញ្ចឹងណាបងប្អូនអញ្ចឹងវេលានោះធ្វើសង្ឃហៈឲ្យហើយក៏ចាប់ផ្ដើមសូត្រធម៌ឲ្យគាត់សូត្រកៅវតាហ្នឹងរយៈពេល3ថ្ងៃសូត្រកៅវតារយៈពេល3យប់3ថ្ងៃអញ្ចឹងទៅក៏ដល់ថ្ងៃទី3នេះឆ្លងធរណាបងប្អូនញាតិមិត្តចិត្តឆ្ងាយទៅមកសួរនាំក៏ប៉ុន្តែតាស៊ុយនឹងរឹងកញ្ញង់និយាយក៏មិនកើតដៃជើងនឹងក៏មិនអាចកម្រើកបាននិយាយទៅថាគាត់ប្រឹងណាបងប្អូនប្រឹងចុងដៃចុងជើងដងខ្លួនរបស់គាត់កករបស់គាត់គឺរឹងទាំងអស់តែម្ដងណារួចដល់ទៅពេលរឹងទាំងអស់អញ្ចឹងទៅអត់មានអ្នកណាសង្ឃឹមថាតាស៊ុយនឹងបានរស់ទេបងប្អូនណាអើយគឺថាមានទៅមុខអញ្ចឹងណាមិនអាចវិលថយក្រោយបានទេអញ្ចឹងខណៈនោះឯងប្រពន្ធរបស់គាត់សម្រានអញ្ចឹងទៅពេលដែលចប់ពិធីសូត្រធម៌ឬក៏ឆ្លងធម៌ទាំងហើយពេលថ្ងៃណាប្រពន្ធរបស់គាត់មើលថែគាត់ទឹកក្តៅទឹកត្រជាក់គាត់អត់ល្ងុយអញ្ចឹងទៅគាត់ក៏សម្រានរួចពេលគាត់សម្រានហ្នឹងស្រាប់តែមានគ្រួសារមួយគ្រួសារណាមានក្មេងៗ2នាក់មានម្ដាយក្មេងម្នាក់មានលោកយាយម្នាក់មកឈរនៅក្បែរកន្លែងប្រពន្ធរបស់គាត់សម្រានហ្នឹងមកឈរប្រាប់ថានាងអើយមិនបាច់ភ័យទេគេអត់ទៅណាទេមាននិយាយថាពិបាកស្ដាប់បន្តិចចុះបងប្អូនតែនៅក្នុងសាច់រឿងលោកតាកងយ៉ានគាត់ប្រាប់ថាគេប្រាប់គេនិយាយថាវាអត់ទៅណាទេវាអត់ងាប់ទេគ្រាន់តែប្រមានវាធ្វើជាមនុស្សអីក៏ល្ងងយ៉ាងហ្នឹងអញ្ចឹងវេលានោះបងប្អូនហើយប្រពន្ធរបស់គាត់ក៏ស្ទុះក្រាបឡើងហើយក៏លេចមើលងាយមើលអាយជុំវិញខ្លួនហ្នឹងអត់មានឃើញអ្នកណាទេឃើញតែតាស៊ុយហ្នឹងកំពុងតែរឹងកញ្ញង់ក្បែរគាត់អញ្ចឹងវេលានោះឯងគាត់ភ័យគាត់ខ្លាចគាត់ក៏និយាយប្រាប់កូនរបស់គាត់និយាយប្រាប់អ្នកជិតខាងរួចហើយក៏បានឮដល់លោកតាកងយ៉ាននេះកាលដែលតាស៊ុយគាត់បានរូបចម្លាក់ហ្នឹងក៏តាស៊ុយនិយាយប្រាប់គាត់រួចឥឡូវនេះប្រពន្ធគាត់បានឃើញមានក្មេង2នាក់មានយាយចាស់ម្នាក់និងស្ត្រីវ័យកណ្ដាលម្នាក់មកប្រាប់គាត់ថាវាមិនងាប់ទៅណាទេគ្រាន់តែប្រមានវាឲ្យវាដឹងខ្លួនមនុស្សអីក៏ល្ងងយ៉ាងហ្នឹងនិយាយប្រាប់តាកងយ៉ានលោកតាកងយ៉ានក៏នឹកឃើញកាលដែលតាស៊ុយហ្នឹងគាត់ធាក់ស៊ីក្លូដឹកគ្រួសារខ្មោចទៅគ្រួសារនោះគេមិនបានឲ្យលុយឲ្យកាក់គាត់ទេក៏ប៉ុន្តែគេឲ្យរូបចម្លាក់ហ្នឹងរួចឥឡូវនេះប្រហែលជាម្ចាស់រូបចម្លាក់នឹងគេខឹងអញ្ចឹងក៏និយាយប្រាប់សាច់រឿងហ្នឹងទៅអ៊ំស្រីដែលជាប្រពន្ធតាស៊ុយហ្នឹងតាមដំណើរតំណងហ្នឹងទៅរួចអ៊ំស្រីប្រពន្ធតាស៊ុយហ្នឹងនឹកឃើញកន្លែងហ្នឹងបងប្អូនឲ្យអុជធូប3សរសៃនិយាយនិយមថាធ្វើមិនទេគេចង់បានគេប៉ុនប៉ងគេព្យាយាមអស់លោកទាំងឡាយអើយមេត្តាករុណាដល់ប្តីខ្ញុំនាងខ្ញុំផងគាត់ជាមនុស្សស្លូតគាត់ជាមនុស្សល្ងងគាត់មិនបានដឹងគាត់ទុកចិត្តគេពេកឥឡូវរបស់ហ្នឹងគេយកទៅបាត់ហើយអស់លោកកុំធ្វើបាបប្តីខ្ញុំអីចេះចោលណាបងប្អូនស្ដាប់តែវេលានោះលោកតាយ៉ានប្រាប់ថានិយាយបែបបនធូប3សរសៃស្រាប់តែតាស៊ុយហ្នឹងគាត់ទុនកមកវិញដូចថាករបស់គាត់ប្រឹងងើបនិយាយទៅបងប្អូនពិបាកសម័យទស្សនភាពនឹងគ្រាន់តែថាពេលដែលយើងសម្រានផ្ងាណាបងប្អូនសម្រានផ្ងាអញ្ចឹងបើរាងកាយរបស់យើងមិនរឹងជើងរបស់យើងគឺដល់លើរនាបដល់លើក្រែដល់លើពុកករបស់យើងក្បាលរបស់យើងពីក្រោយហ្នឹងក៏ដល់លើរនាបលើក្រែដូចគ្នារីឯដៃហ្នឹងក៏ដល់ដូចគ្នាតែសម្រាប់គាត់ពេលដែលគាត់រឹងអញ្ចឹងណាបងប្អូនគាត់រឹងអញ្ចឹងគាត់សម្រានផ្ងាបងប្អូនសាកសង្កេតមើលឬក៏សាកវិភាគមើលទៅបងប្អូនដឹងហើយថាជើងយ៉ាងម៉េចដៃយ៉ាងម៉េចកយ៉ាងម៉េចប្រៀបបានដូចជាយើងអេដមីនសុំស្មាតទៅថាចាប់ជ្រូកឲ្យដេកផ្ងាណាបងប្អូនឃើញជ្រូកដេកផ្ងាវាមិនអាចស្ដុកជើងបានទេឬក៏សេះដេកផ្ងានោះទំនងខ្នងរបស់សេះហ្នឹងមិនអាចដេកផ្ងាបានទេបានតែដេកផ្អៀងអញ្ចឹងណាអញ្ចឹងតាស៊ុយហ្នឹងដូចគ្នារឹងកញ្ញង់អញ្ចឹងទៅស្រាប់តែគាត់អុជធូបនិយាយករបស់គាត់ហ្នឹងទុនមកដល់ខ្នើយវិញធម្មតាអញ្ចឹងទៅដៃរបស់គាត់ធ្លាប់តែកញ្ញកញ្ញង់អញ្ចឹងទៅក៏ធ្លាក់មកដល់រនាបជើងហ្នឹងក៏ដល់រនាបរួចពេលនោះប្រពន្ធរបស់គាត់នឹងមិនចាប់អារម្មណ៍ទេរួចអ្នកចាប់អារម្មណ៍គឺតាកងយ៉ានគាត់នឹងអង្គុយក្បែរនឹងដែរនោះស្រាប់តែគាត់ឃើញជើងធ្លាក់បន្តិចម្ដងករបស់គាត់នឹងទុនទៅបន្តិចម្ដងដៃហ្នឹងក៏ដូចគ្នា
về liền đâu ấy ta còn dán nó có từ chập trường chập đầy từ xùi đường mơ chập chẳng tất khơi tha riêng tuấn mình rừng đột muốn về liền nó có tạp từ một bồn ta xối tha nè đầy trường xối nè lại rừng đột muốn hai về liền nó một bồn rồi bỏ quạt còn ta lấy khơi bong bầu ta quạtสบายจัดเลยอ้อนักทาประเดี๋ยวเราบอกก่อนนั้นไอ้ตำแหน่งใดมาเป็นบ้านไอ้ตำแหน่งเชิงมาเป็นบ้านวิกกรนั้นสำราญตัวไปเลยเรื่องแรงปรังจังนะจังเวลีนบองเอาหน้ากอดอดถูกมาดองนั้นบานตุนใดตุนเชิงมาเป็นวิดาวตะเปย์หรือเงยลางนั้นกอดอดถูกในยัยนิยมมาดองทีตะสวยนั้นบานหาหมดในยัยบ้านกับปานในยัยอัจฉริยะลืมตะจอล้ายันตาตั้งแต่เรื่องจังใส่ล้างกอดอดถูกใบสายในยัยนิยมมาดองทีถ้าเอาแต่ใดกอดบ้านกอดนั่งเรียบจอมเถื่อบอลเถื่อเตียนกับตื้อกซอลหรือก่อนนอนเคลียร์ซาเซอร์แต่ใดแต่งประปนจังนั้นวอกอหายเนาะรวมลงบานประหายเชียมวยทั้งไงแต่ซอยนั้นก็ปลายเมาสะเพียบดามวิ่งกับในระบากอดนั้นอาจสำลังเมื่อตะขันได้เมื่อตะขันเนาะก็กอระบากอดนั่งก็ต้นอาจมีบ้านกอดสำราญบ้านมาวิ่งจำได้อาจได้ระบากอดนั่งก็รอบ้านกับปันตะมันตอนเสริมใช่ไหมวุฒิดาวตะเปนจังตะกอเรียบจอมพิธีสายเปรนเกย์เถื่อบอลถวายคลุนแตงประเดี๋ยแตงประปนนั่นนะบอกเป้าในสาสละจีอบาสอบาสกานะโอ้ยดาวตะเปถวายครูนหายเนาะแต่ซอยนี่ก็จับประดังทูบัดติดมาดองเราโคตรมาดองสับทั้งไงนี่คือกวาดดาบ้านจรดสมัยโกบ้านแต่บอลตีนในเนาะมันจำใบโคนใจดักแต่คือกวาดไอจีกองบ้านกวาดไอทำมาเจอแต่ครูนไอบ้านจังจงเงยเราบอกกวาดบ้านในใจตั้งทาแปดน้ำมือออกหายโรงจำทั้งไงโรงจำเป็นอยู่นี่มันดักสมาธาเอาถูกใบสะใสในใจในย้มไปได้ประปนเราบอกกวาดโยนสอบเกยมาปรับเนาะอดถูกในเย็นในย่มตะซอยนั้นกอดบานเชียสละสาสบายมาวันโอยตะซอยนั้นกอดสบายนะบองพร้อมโอยกอดเราตะสองไซทักเมียนได้ยกรูปจำละดังเต้เมียนตายครูได้ชิคเนียระบากอดนังห้าได้เมืองตะทาเอากอดยกรูปจำละนั้นยกตะพลองเจ้าหน่อยวอเตอร์เลยเมียนบารมีไทยจะรักษาเตียนห้าบารมีปีมนนั่นเกิดรถเตาอ้อเลยซอลบารมีกราวนั่นเกิดมันโยโยกเกิดเพื่อบานเอาตะซอยนั่งชื่นใจจอนะบองพร้อมหน่วยเปรโนแต่สวยกอดปราบทากอดบานจำแต่ได้มันเห็นเจ้าตะการเกยเต้ให้กอมันเห็นลางตัวลึกแต่ระบอกเกยได้โอยกอดตั้งจัดทาบางกิจบ้านเอากิโยกเตอร์ไงนามุ้ยนังวิเนียจังเรียบรัวบอมปีกลัวซาได้โยกรูปจำละได้กี่เอาแต่สวยซอโอยกอดจังบ้านโยกตึกไทยแหละซาเอากอดจำรองจำร้านเอากอดเจ็บมือเจ็บปีโดยแต่สวยจมาร้อนจังนะโอยเปย์โยกเตอร์เนาะเรียบจอมพิธีไซน์เปรนเก็บบานซีบานจบนั่นคือช่วยแม่นแต่ช่วยโมเดลแยกการแต่โกนเราบอกก่อนนั้นมันต้นเจ็บบำพลายก่อนหุ่นเราจะเป็นโกนเราบอกก่อนเจ็บบำพลายก่อนเนาะก่อนก็จับดาวดูท่าตับมาตัวโทเองจังเตอร์ประปนก่อนในใจมันสลับเคลียโกนก่อนในใจมันสลับเคลียจังอาสนะเราบอกก่อนก็ก่อนมันบานกรุบกรองมันบานกรุบไปบานจำเตอร์กลัวซาเราบอกก่อนต้องจับดาวกระดาวก็หายหุ่นบานในใจปีลูกตากรูเนาะองค์กองยานทากอดชื่อเมื่ออาการะเสดียงจีมวยนังตะสวยได้แต่กรอนตะทามันเริงโดยตะสวยไปเตะกรอนตะทาใดนั้นไปแต่กอดสำราญพงานะบองเผาใดนั้นมันอาดักจอกมาขังกราวบานเตะคือเตลแต่ในทาชอหรือก็ใดไก่ใดดอลลาร์เนียบกับปันใดจำไก่ใดหลังเลยนั้นมันอาจตำแหน่งตะขานาบานนั้นหนึ่งกองแต่สองคางจังนะโหดบานในใจปีกาแต่กอดปีม้วนก่อนในใจฉบับเรานี่ในใจฉบับเตะมีนตายประปนโกนระบอกกอดได้ไอ้สนับกอดบ้านเนี่ยเดินเต้มันไอ้สนับบ้านจังบองเผาในบ้านประกามมีนเปิดหัวบ้านในใจปีระบอกได้กอดโยกปีตะซอยเตอร์นั่นมันตั้งถากอดลุหรือมวยก็ยางนาเตะกอดสองไซทาจำนวนแต่กี่ดาวเต็งนะบองพร้อมกี่ดาวเต็งวัตถุโบราณเนาะประหารที่กอดไอ้ลุกเตอร์หายก็มันดังหรือมวยก็มีนเนี่ยหลุดกอดปะตอนั่นก็มันดังได้โอ้ยเนี่ยนาลุดแต่บางสมโตลูกตายานกอดนาทาเนี่ยได้ลุยน้องไอ้ยังเกาจะบองระบอกกอดนะปีโปรไอ้ทาทลอบเตอลุยระบอกวอดนะก็ปันใต้กรอนทาระบอกวอดนั้นมันแมนจีวัตถุโบราณแต่เกย์ตระกาจังเกย์อัดยกก็โยตับลองเจ้าเลยขบายไปเฮียวิ่งจังระบอกตานั่งไปหายจะเการะบอกกอดนั่งลุยลุบาท้ายก็มันดังก็ปันใต้กรอนทาลูกบานตำไลประมาณก็อัดมีในนาดังหัวโกนปลอกระบอกกอดก็การตายเวทนีการตายลำบากครัวซาแล้วก็เวทนีลำบากแตงประเดี๋ยแตงประปนสับไงนี่อัดมีในนาสดับในนาเต้ใส่กบประกาศดักคณีมาได้ก็มันคลายตาก็มันคลาย
dây cồn còn mình khai được bốc còn mình khai cồn được thay đổi nhẹ để nhanh chẳng có nát bóng bóng thì bạn đi vào ôi đâm na vì cua xa ta sôi vinh về để cua nốt lẹ câu về để cua nốt lồng bạc về thần nía cua xa ta sôi những riêng còn ba đại xa ta câu nó bạc còn nó ban từ thưa ca nơi cả lành đây cả lành đâu với câu là có ban ở đây đã thu lại thiên chẳng tới có kế chỉ tập đào là ai quan chẳng tới qua thần xóm vì nhẹ ta đằng dây nước ban thưa te thì thành kê đằng ai như là bỏ trò với miền đôi kê đôi ai đây ôi cho vay đây ta còn gian quạt sờ nó sờ trong tha từเป็ดเอาถนัดทางติดปรับเอาดักกอดอยู่มาเตะวันเมากอดเคลียนไอ้โฮมระบอบดังตะวันเมานั่งกอดปรับทามนุษย์สลับนั่งเรียงกายภาษาเชียงตะซอยพ่อตะซอยนั่งเลิกมนุษย์สลับตะเตี้ยซอแต่สบายหายหนึ่งชั้นปลุกไอ้ทาใบก็โฮมมันโจ้บอก็โฮมมันโจ้ดักบานตะตักก็ปนอัตนาตีดักตักบานปะหายเชียไอ้ใหญ่บานทาโจจุดมาคายนะบอกเอาโฮมบานตะตักปะตะติ่งนะวันกอดไอ้รูปบานนี่ปะหายเชียกิจวัตรบาปกอดขัดทุนโอเคมันเอาสลับมันก็ทาบ้านอุดบัสันเชียมันดูยืนคอมาได้ดักใบถนัดนั่งไอ้นั่งสลับบัตรเดือดห้าอัดหนึ่งดอลเอาเรียนนั่งตีอุดสอบไทยนี่แต่สวยทาจีบัตรระบกอดไทยนะบอกเอาตากองยานทาสกปรกระบกอดกลางปีเชียมาเป็นนักภาษาเชียงกอดการปีมนเตียพอเนาะกอดเปิดดำนาแต่นาบนานั่งเรือนเชียงมุนอุดการเงียแต่งลายนั่งกอดมันประจำใจกอดนะกอดเลือกดักลีไซน์บ้างขอบลายปีมนจังแปะปอนจีมวยหนึ่งเรื่องระบอลูกตากองย่านทาขมเอาผลิตระบอเนื้อเลือระบอเกิดผลิตหายนั้นมันไม่ถ้าเกิดผลิตจะบ้านในใจตัวทาเกิดมีเจตนาเอาแต่ซอยจังนะแต่แต่ซอยนั้นกอดมันเจ็บไทยแต่ซ่ากอดมันถูกสโลตรองไว้สโลตรองทอมาตาตีบอลเอาแต่สโลไปนั่นคือทาหลังงงตรองไปนั่นคือทาหลังงงบาสันเจียระบายใจก่อนแหละคำบางคลาเกมันเฮียนทาหลังงงตีหุดบาระบายไปนั่นเกมเป็นทาฉลาดตีคือทาเข้าตัววันอย่างนั้นบอลเอาจังใส่เองนี่เอ็ดมินประจอบจำนวนจ้าบอลเอารอการรีบรอบบาสันเจียมีการเหลือรู้ขบาฉันหลอกตรังนักสมอ่านรู้ดาวเอ็ดมินพองวุ้ยประจอบเรื่องตีมุ้ยโจลมาเรื่องตีปีเรื่องนี้แปะปอนจีมุ้ยหนึ่งระบอบโดยเนียได้วุ้ยเอ็ดมินบานสดับลูกอมมันเนี่ยกอดโกยบ่มนองนั่นคือเอาลูกเย็บเชียกอเต้กับปันตะกอดราทากอดมีเรื่องแต่เรื่องระบอบกอดดังใครมันดังทาสบายกาหรือกอมันกาเต้อมปลอกนั่งกอดชมอมนอนกอดแนวคางสลบมาที่แคร์กระปงจามมนนั่งกอดจูบลูกใหญ่นั่งกอดปราบเรื่องเอ็ดมินนั่งกับปันมันแหวงเต้เรื่องใครจังเอ็ดมินอัดบานสบายโดยทากระบอกกระบายปึกษดาเต้สังขารติดตามอมหนึ่งยัยแปะปอนจีมวยนั่งระบอบโดยนี้ระบอบนั่งใจบองเอานายการปีสมัยมนก็ทาสมัยชนำ8เจียงเติมหนึ่งประกาศวอดหรือถ้าวอดคลาก็เติมประกาศมาวิ่งวอดคลาก็มันตอนการมาวิ่งหรือวอดคลาก็มันตอนบานก็สร้างหรือก็มันตอนบานสนาสมประกาศวอดหลังวิ่งนอกจังธรรมดาเตวัดโถมีนดำไลวัดโถโบราณเนาะเป็นเนื้อตามเตะเนื้อตามเตะเนี่ยสลบเนี่ยภูมิจังนะโอ้ยเนื้อเตะระบากอดนั่งมีนตลมวยตลตั้งจีบตลขาดนะบอกป้องตายสำรัดจังในขนมเตะระบากอดเนาะกอดแหละซากับปันตายกรอนตะทากอดเหมือนบานดังทาจีระบากมีนดำไลหรือก็ยางนาตีดาวแต่เปวอดหนึ่งสกกอดนั้นประกาศลายเมากอดกับบานยกตลขัดทั้งอ่ะบานในใจทาจำนวนนี่กอดทาลุเต๋อเหมือนดังถาบานประมาณประมาณ$1,000ตีกอดทาทั้งเงินนับตลดังแต่ระบากอดตุกด่าระบากนั้นหาใบโดจีรกตัวตีนั้นเหมือนล่างมันริจมเอานั้นนะด่าเติมมันแต่เจ้าจุ่มมันดังทะยางไม่ใจบาดใบระบากนั้นหรือก็ยางไม่จังกอดตรอมันบานเนาะรอกซีเจตคานดักในเจตคอกดักโนเจตคอกกอดก็ยกเตอดังก็ผสมโตยกเตอประเกณฑ์โลกได้วัดเติมตะกอการทำไมเนาะจังยกเตอประเกณฑ์โลกนั่งอ่ะลูกตาnóก็โลกตัวระบอบนั่งโลกเลือกมือทาระบอบนี่มีน้ำลายนะโยมโยมโยตกเดือดเตะตื้อโยมมาวัดจังโดยที่มันกาเต้คลายอัตมานั่งแหละซามันบ้ามีนกี่ลุยมีนกี่โยกไอ้เจ้cho kiaจะล้อมไอ้ตะคอมันดังทั่วไม่ได้โยมโยตกเตะbình từอุ้ยอมปลอกนอนnó còn đạp tha tế cái nào tục tea tế thì còn nơi cái nào tục tea nó mình bàn tế đôi khi mình cắt cọp sao tea cái nào đó ạ rột xì chết khóc chết ha ở lấy cái nào cho mà bậc kênh để cún cắt tôi thay chồng lon cua cắt cua ở cái nào phong chân về liền đâu
លោកតាលោកក៏មានសង្កេតការថាអាត្មាមិនហ៊ានទទួលខ្លាចបាត់អំណរនឹងប្រាប់ថាទេកណាប្រគេនទីគុណហើយបើទីគុណមិនចេះរក្សាបាត់ក៏បាត់ទៅមានអ្នកណាចង់បានក៏គេយកទៅកណាអត់ស្ដាយទេពីព្រោះអីថាជាវត្ថុបុរាណអ្នកណាយកទៅនោះទោះបីជាលក់បានតម្លៃប្រមាណហ្នឹងក៏មិនគប្បប្រសើរដែរថ្ងៃណាមួយនឹងវិនិច្ឆ័យទៅអស់វិញជារបស់ក្តៅក្រហាយជាទ្រព្យក្តៅក្រហាយអញ្ចឹងណាអញ្ចឹងវេលានោះគាត់ក៏ប្រគេនប្រសពរួចលោកគ្រូចៅអធិការហ្នឹងលោកក៏យករបស់ហ្នឹងយកទៅរក្សាណាបងប្អូនរួចដល់ពេលយកទៅរក្សានោះពីមួយឆ្នាំទៅមួយឆ្នាំអ៊ំប្រុសណនហ្នឹងចេះតែទៅលេងកន្លែងលោករួចលោកចេះតែបង្ហាញថាញោមអើយធ្ងន់ណាស់របស់នេះពិបាកទុកណាស់បើសិនជាមានគេដឹងហ្នឹងអាចនឹងមានគ្រោះថ្នាក់ដល់អាត្មាអីចេះចោលណារួចពេលនោះអំណរហ្នឹងគាត់ប្រាប់ថាទេទីគុណអើយបើសិនជាឲ្យមកកណាវិញក៏មិនកើតដែរពីព្រោះអីកណាប្រគេនទីគុណហ្នឹងយូរហើយអញ្ចឹងទុកទៅទីគុណរួចដល់ទៅពេលវេលាថ្ងៃមួយគាត់ប្រាប់ថាអញ្ចេះមានពូម្នាក់ហ្នឹងដូចថាដឹងរឿងទើបដឹងថាជាឈ្មួញជួញវត្ថុបុរាណណាវេលានោះគាត់ដឹងដំណឹងថាលោកតាហ្នឹងមានរក្សាផ្តិលខាត់មួយដែលមានទម្ងន់ធ្ងន់ណាស់វេលានោះគាត់មកសុំមើលរួចមកសុំមើលអញ្ចឹងទៅលោកតាក៏លោកមិនចិត្តអាក្រក់អីទេបងប្អូនហើយមកឲ្យមើលអញ្ចឹងទៅវេលានោះឯងគ្រាន់តែថាចាប់ផ្ដើមកាន់ផ្តិលខាត់នោះដៃរបស់គាត់ញ័ររួចដៃរបស់គាត់ញ័រលោកតាលោកមិនបានសង្ស័យអីច្រើនទេលោកក៏សួរថាញោមឯងកាន់ហ្នឹងញោមឯងខ្លាចបែកមែនរួចពេលនោះអ្នកដែលសុំលោកតាមើលនោះថាកណាមដែលកាន់របស់ធ្ងន់អញ្ចឹងខ្ញុំថាហេវបាយផងរៀងញ័រដៃបន្តិចក៏ហក់លោកអញ្ចឹងណាអញ្ចឹងពេលដែលសុំលោកមើលហើយគាត់ដឹងថារបស់ហ្នឹងមានតម្លៃហើយគាត់ក៏គេថាមើលហើយត្រឡប់ទៅផ្ទះវិញទៅបាត់ប្រហែលជាមួយថ្ងៃស្អែកឡើងក៏មកមួយសារទៀតរួចមកមួយសារទៀតហ្នឹងមានផ្តិលហ្នឹងគឺចំនួន2ដូចគ្នាអញ្ចឹងណាបងប្អូនបាននិយាយទៅថាយកមកបន្លំលោកណាមានផ្តិលចំនួន2មកដល់សួរលោកតាកណាសុំចែកផ្តិលនឹងវិញមកឲ្យបានមកគូរួចលោកតាហ្នឹងក៏ប្រាប់ថាទេរបស់នេះគេប្រគេនអាត្មាមិនអាចលក់ដូរបានទេអញ្ចឹងវេលានោះឈ្មោះហ្នឹងក៏ថាឥឡូវបើលោកតាអត់លក់ឲ្យកណាលោកតាជាវរបស់កណាយកវិញឲ្យបានមកគូគ្រប់គូវាអញ្ចឹងណាកុំឲ្យវាបែកគ្នាអីចេះចុះរំពេចនោះលោកតាប្រាប់ថាទេអាត្មាអត់មានលុយជាវអត់មានលុយទិញអីទេបើប្រគេនអាត្មាយករួចពេលនោះពូអ្នកជួយហ្នឹងគាត់ថាកណាចង់ប្រគេនលោកតាដែរតែកណាត្រូវការលុយកាក់ខ្លះចាក់សាំងត្រឡប់ទៅផ្ទះវិញអីចេះចុះណាបងប្អូននិយាយគ្នា1 2 1 2ស្រាប់តែគ្នាគាត់ម្នាក់ទៀតថាកណាសុំមើលបន្តិចមកលោកតារួចពេលនោះបងប្អូនហើយដូចថាគេមានចំណេះជំនាញរបស់គេមើលតែផ្លែគេអាចដឹងថាផ្តិលនោះទម្ងន់យ៉ាងម៉េចរួចរូបរាងយ៉ាងម៉េចពណ៌យ៉ាងម៉េចគេយកអាដូចនោះអាខ្លាំងខ្លាយក៏ប៉ុន្តែជាលោហៈដូចគ្នាជាលើកទៅថាជាស្ពាន់ជាសម្រិតដូចគ្នាអញ្ចឹងណាបងប្អូនតែមួយគ្រាន់តែខ្លាំងខ្លាយមួយវាពិតមួយសម្រិតពិតប្រកបមួយទៀតខ្លាំងខ្លាយអញ្ចឹងវេលានោះលោកតាក៏យកមកឲ្យមើលរួចយកមកឲ្យមើលអញ្ចឹងទៅដាក់ទៅវាដូចគ្នាសម្បល់សម្បកដូចគ្នាទំហំប្រព័ន្ធគ្នាទម្ងន់ប្រព័ន្ធគ្នាលោកតាពិបាកសម្រេចចិត្តថាមួយណាខ្លាំងខ្លាមួយណាពិតអញ្ចឹងវេលានោះលោកតាក៏មិនប្រកាសដែរថាជារបស់មានតម្លៃប្រព័ន្ធណាប្រព័ន្ធណីអីចេះចុះលោកអត់ដឹងទេដឹងត្រឹមតែថាក្នុងចិត្តរបស់លោកនោះថារបស់នឹងថ្លៃតែមិនដឹងថ្លៃប្រមាណអញ្ចឹងគេយកមកបដូរអញ្ចឹងទៅថាដូចគ្នាណាលោកតាអើយលោកតាចែកឲ្យកណាមកបានមកគូរួចពេលនោះលោកតាថាអត់ទេអញ្ចឹងគេថាគេចាប់មើលចុះឡើងគេក៏ជូនលោកតាឬក៏ប្រគេនលោកតាអាខ្លាំងខ្លាយហ្នឹងឲ្យលោកតាវិញអញ្ចឹងណាបងប្អូនគេយកអាពិតហ្នឹងទៅបាត់ហើយពេលដែលលោកតាមិនព្រមឲ្យគេក៏មិនព្រមប្រគេនអញ្ចឹងគេក៏នៅហើយលោកតាចាំកណាមានលុយឬក៏ចាំថ្ងៃណាមួយកណាលេងត្រូវការចាំកណាយកមកប្រគេនអញ្ចឹងគេក៏ឡើងម៉ូតូទៅបាត់បងប្អូនគេយកអាពិតទៅគេទុកអាខ្លាំងខ្លាយឲ្យលោកតាអញ្ចឹងពេលដែលលោកតាយករបស់នោះយកមកថែរក្សាអញ្ចឹងទៅបានតែ2ថ្ងៃអំណនហ្នឹងមកលេងកន្លែងលោកអញ្ចឹងទៅលោកក៏រៀបរាប់សាច់រឿងតាមដំណើរដំណងហ្នឹងទៅអំណននោះគាត់ដឹងភ្លាមគាត់ដឹងយ៉ាងម៉េចថាលោកតាអើយគេបដូរយកអាពិតទៅបាត់ហើយទាំងដែលគាត់មិនទាន់ឃើញផ្តិលខាត់នោះណាគាត់ដឹងថាលោកតាគេបដូរយកអាពិតទៅហើយរួចពេលនោះលោកតាថាទេមិនអាចយកទៅបានទេរួចអាត្មានោះក៏មិនប្រកាសក្នុងចិត្តដែរដោយសារតែផ្តិលវាដូចគ្នារួចពេលនោះអំណនហ្នឹងក៏ស្ទុះទៅយកផ្តិលហ្នឹងយកមកមើលពេលដែលយកមកមើលអញ្ចឹងទៅក៏ផ្តិលហ្នឹងវាប្រែពណ៌ណាបងប្អូនកាលដែលគេយកមកភ្លាមវាពណ៌ដូចគ្នាដល់ទៅពេលគេទៅបាត់បានតែ2ថ្ងៃនេះវាបដូរពណ៌ទៅជាពណ៌ផ្សេងវិញអញ្ចឹងទៅពណ៌លឿងមិនខ្មៅក្រាប់ដូចពីមុនណាអញ្ចឹងវេលានោះអំណនហ្នឹងក៏គាត់ប្រាប់ថាមិនដឹងបន្ទោសលោកយ៉ាងម៉េច
và lột trắng rồi cái sông lột mớ lột vào ao mơ rồi cái trong ban cái trong chiều bị lột chẳng tới lột mình hiền lúa cái phần tái cái nẹt khâu cái pon cái kia yếm công tập ban chụp chơi bỏ cái rồi còn đạp thà bộ nắng chập đằng chập lưng nè ao ta cả lại na miền vợ thổ mà ra nắng cứ sượt đằng phía mình đang thật đằng màu bị na từ đó tẹt nắng để dây cho cha tới cả tới ba mình tới cứ plak đâu phim tại mà đo cái miền chìm điên bỏ kia nè chẳng cào pe đai bật tờ khát nằng miền ca sòng sái từ lỡ cua xà môi bòn thay nè nữ phùm rùm lon qua từ cái sọc chọp khné cái bàn tay khóc khum khóc đập bòn khné ngày cua xòm đai chẳng nó sượt mở tới tháp bì nè bòn thay nó chui đâu bật thộp bờ ra hồi cao bị môn nó thì thay chui đâu trâu nó bòn ống được nông năm bị bòn chia mình đang thập bị bòn của ma nó còn đạp tha chui đâu trâu chỉ sợ la lâu ní mình đang thời gian mấy lẹ luôn cro từ bòn từ ống á xong bay tại bài nó rột là hộp miền phong thì nó rột nơi mình bàn phó mình đang thời gian mấy trời mình đặt xa ba là mấy rồi có giang mấy tê thì ta có lẹ luôn cro chẳng á hồi vừa liền nó còn bầm rong năng từ xua vẽ con chỉ môi nâng ta là các bạn không miền phật tang nhưng mà ai chào kề ban chẳng có mình hiền từ xua giờ lâu đi lẹ luôn có xong tam cam rồi bỏ con chẳng tới còn ông non nó là hao sơ cam tư lục rù chẳng cha nó còn lục hao sơ cam tư nực thà tầm đế mà bao lục để thà mình bàn chạp ở đó cái lại bắt đầu vô các bạn chẳng á chẳng vẽ con chỉ môi nâng rương vật thổ bồ ran bong ôn và hai chỉ lọp đằng lọp lư lạc tha miền nẹt trò bao miền nẹt màu bằng lâm và cả là bong ôn miền đôi chỉ rụp hong đôi chỉ rụp chậm lại vay nó còn tại cái chặt mơ còn tại cái lực mơ nó cái ai đăng bị tầm ngôn cái ai mơ bị po cái ai mơ bị khắp bạch rụp chậm lại nộp bạc rồi về để cái từ tẹt với nó cứ cái chặt đàm vừa tam nó bong ôn cái thừa tám tòa tại đôi chuồn cáo cái thừa mình toàn bàn là ớt cho được còn mình toàn bàn đôi mà đôi phía rồi đó cái có thừa chỉ mà cho cha mà đòn tiết mà cho cha trong tình trong đầu chẳng đó cái ao tầm lay bên đây bên đông chẳng tới rồi người ta dương mình prom lúa rồi còn dương prom lúa háo cho phần tái cái đạp thá cái tẹt tôn tới khang lơ sánh ba khang lơ hiền gió cái có gió cái gió tu được sạp gió camera cái gió cái thon ao thật lơ cái mương chẳng tới hồi cái tha kia nó bắt đầu tầm năng mau tạm cao chấn côi bồng đo là bỏ kia nó kỳ ở trong tình cái bậc ca là tính cứ bị thay chấn cái trong bàn free chẳng nó cái trong bàn thực tế chẳng tất cứ kế từ lại từ thưa ở đâu bị bùi tha cái mau to thay cái khơi nó bỏ nó cái can nó bỏ nó bị đó cái đăng bị cái bạch bầu ra chana nó bỏ đăng hát có kế thưa đấu rồi há kế tờ lọp màu mà đòn tiếp cái thưa chỉ tinh dây mùi pi chập nó bỏ luôn dương clip này tình tới cái đầu bàn rồi đặt về cái đầu bàn chẳng tới dương đặt tầm này nó có cái lệnh tình đã bị bùi ấy rồi bỏ nó cái đầu bàn thứ hai chẳng miền bong phôn chỉ ra tay tranh bào kỳ tranh bào bộ nè chấm liên đội admin riêng rồi chẳng là nè chấm liên tam online bào tam online là có tràn nè chấm liên bào tam đầy lâu đầy cho là có tràn nè chấm liên bào tam ca vị dột lùi và cả lùi nâng có tràn chẳng bong phôn thâu tay và giặt từng ọt đi và giặt chẳng bách vậy đây dương chế tài tranh bào kỳ admin xong mà phải tổ nó cái này dây từ khó con vậy để dương chế tài tranh bao kế mù là hát cứ mau bị cá lột lún rồi bỏ dương bà xanh chỉ lơ dương mình lột luôn tế admin này đá bọc dương bàn tì đôi bong ôn từ lên là bay nhỏ bay cái đáo bong ôn từ lên đây xa từ bong ôn nó tròn bán rồi bỏ kê bàn bên này hái mình trộm tế trong bàn bật hai tiết rồi hố tòa tái ở lối vì học bao chuồn này hồi bà xanh chỉ bong ôn mình trong bàn rồi bỏ kê miền và bàn đá chai và bàn nắng bong ôn mình tranh bao kê tì đội admin chẳng á lọp tranh bao kỳ mà đo có bạn tranh bao lên men từ lột luôn ấy tê tình rồi bỏ tam online nhé tình rồi bỏ tam online đặt lôi tới cứ bật sớm rồi hôn mà tao sọc ngày nít kỳ lọc lên lọc Facebook cháu mình đang thật tẹt tôn kỳ tam na hồi con mình khăn cái đai bong ôn chỉ mê riêng chấm này lôi sam $100 ok dân tất cả ao nó chỉ mê riêng ngày một ngày cháu cho thì chỉ trăm tốt thá cùng tinh cái người miền bà nhà ha bà sân chỉ tính có mờ ở chỗ ba sặc sao chỗ ba bà sân chỉ mình chỗ bác cùng và thôi chẳng sai đường này admin sẵn khai bự co riêng bro bản năng từ cho bao nhiêu chơi tới chật mà màu hao rồi cả riêng bro bà sân chỉ miền ca lừa lua khóc kha bọt ba hạ khá trên đẹp phía xa bà lấy bự co sẽ cái đây ăn thịt bài nào mới đòi cùng xóm rúm
ក៏សូមពុកម៉ែបងប្អូនអនុគ្រោះដល់ខ្ញុំបាទផងលោកតាកងយ៉ានដូចជាលោកតាណនអនុគ្រោះរាល់ការរៀបរាប់ក្រែងមានពាក្យមិនគួរគប្បីអឹងបាទសំទោសមឹងអញឯងពាក្យនេះអេដមីនមិនងាយនឹងប្រើទេក៏ប៉ុន្តែសាច់រឿងរៀបរាប់អញ្ចឹងទៅអេដមីនក៏ថាតាមអញ្ចឹងបងប្អូនស្ដាប់ហើយកុំអន់សពូនចិត្តអីជាចុងក្រោយសូមអរគុណសូមជម្រាបលា